អត់ធ្មត់ទៅអាចសម្រេចក្តីស្រមៃបានលោកអ្នកពុះពីឧបសគ្គដើម្បីឲ្យក្តីសុបិននោះคล้ายទៅជាការពិតសម្លឹងមើលទៅឲ្យឆ្ងាយឲ្យផុតជើងមេឃយើងនឹងស្រវាចាប់ដួងតារាតូចធំឲ្យបានដូចចិត្តប្រាថ្នាឈានដើរទៅមុខម្ដងមួយជំហានព្រមគ្នានឹងនាំគ្នាពុះពៀដើម្បីឲ្យក្តីសុបិននោះคล้ายទៅជាការពិតពិភពលោកដ៏ស្រស់ស្អាតរបស់យើងមួយនេះគួរឲ្យមនោរម្យជានិច្ចគ្រាន់តែយើងមានក្តីសុបិនឬក្តីប្រាថ្នាមោះមុតនៅក្នុងជីវិតដោយមិនខ្វល់ថាក្តីសុបិននោះមានខ្នាតតូចឬក៏ធំសូមត្រឹមតែឲ្យយើងមានសេចក្តីតាំងចិត្តធ្វើដំណើរទៅឲ្យដល់ត្រើយនៃក្តីសុបិនដែលជាគោលដៅខ្ពស់បំផុតរបស់យើងតែប៉ុណ្ណោះបើមនុស្សយើងត្រូវការសេចក្តីសម្រេចនៅក្នុងជីវិតរឿងប្រការដំបូងដែលសំខាន់បំផុតនោះគឺត្រូវតែមានសេចក្តីសុបិនជាមុនសិនក្តីសុបិននឹងធ្វើឲ្យយើងមានថាមពលមានកម្លាំងចិត្តដើម្បីពុះពីឧបសគ្គថែមទាំងធ្វើឲ្យយើងមានអារម្មណ៍ថាជីវិតយើងមានគុណតម្លៃដែលបានកើតមកជាមនុស្សបើទោះបីជាត្រូវលំបាកលំបិននៅក្នុងការធ្វើការងារឬក៏ត្រូវរងទុក្ខលំបាកវេទនាយ៉ាងណាក្តីថាមពលនិងកម្លាំងចិត្តនេះនឹងជួយឲ្យយើងពុះពីឧបសគ្គស្រវាចាប់យកក្តីសុបិននោះឲ្យតើតែបានតាមការពិតនោះការងារគ្រប់បែបយ៉ាងសិតតែជាការងារធ្ងន់និងលំបាកលំបិនតែទាំងអស់នឹងប៉ុន្តែសម្រាប់អ្នកដែលមានសេចក្តីតាំងចិត្តមោះមុតព្យាយាមខ្វល់ខ្វាយគ្រប់មធ្យោបាយឲ្យខ្លួនបរលុះដល់សេចក្តីសុបិនដែលបានកំណត់ទុកនៅក្នុងការងារដែលធ្ងន់នោះក៏នឹងคล้ายទៅជាការងារដែលមានអារម្មណ៍ថាស្រាលនិងគួរឲ្យសប្បាយទៅវិញមនុស្សដែលមិនមានក្តីសុបិនក្រៅតែពីខ្វះថាមពលនិងកម្លាំងចិត្តហើយនោះជីវិតទៀតសោតក៏ខ្វះនៅរសជាតិរស់នៅឲ្យតែផុតមួយថ្ងៃយ៉ាងឯកោតែប៉ុណ្ណោះលោកអ្នកឯកោគ្មានគោលដៅនឹងធ្វើឲ្យយើងស្រងាស់ស្រងោចអស់សង្ឃឹមនិងអណ្ដែតអណ្ដូងដូចជាកំណាត់ឈើនៅកណ្ដាលមហាសមុទ្រដែលមិនដឹងថាថ្ងៃណានឹងអណ្ដែតទៅឈប់នៅកោះណាទៅគឿងទៅកើលនៅលើឆ្នេរខ្សាច់ទីណាចាំតែថ្ងៃពុកភ័យបាក់បែករិចរិលព្រោះតែកម្លាំងខ្យល់និងផ្ទាំងរលកនៃមហាសមុទ្រដែលបក់បោកផ្ទុបឆ្វេងស្ដាំមុខក្រោយគ្រប់ពេលវេលាលោកអ្នកលោក Walt Disney បានពោលថាបើអ្នកមានក្តីសុបិនបើទោះបីជាយ៉ាងណាក៏អ្នកអាចធ្វើវាបានដែររឿងណាដែលអ្នកគិតប្រាថ្នារឿងនោះក៏នឹងអាចคล้ายទៅជាការពិតបានហើយនឹងជាកម្លាំងរុញច្រានដែលអាចជួយឲ្យយើងធ្វើនៅរឿងដែលមិនធ្លាប់បានធ្វើឬក៏គិតថាធ្វើមិនបានពីមុនមកខ្ញុំជឿថាមនុស្សគ្រប់គ្នាត្រូវតែមានសេចក្តីសង្ឃឹមហើយគ្រប់គ្នាមានសិទ្ធិសាងសេចក្តីសុបិនបានដូចគ្នាលុះនៅពេលដែលយើងមានក្តីសុបិនមានការតាំងចិត្តយ៉ាងមោះមុតទើបជីវិតមានសេចក្តីសង្ឃឹមកាលបើជីវិតមានក្តីសង្ឃឹមកម្លាំងចិត្តក៏នឹងតាមមកដូច្នេះដល់ពេលដែលយើងគួរតាំងក្តីសុបិនអ្វីមួយយ៉ាងសម្រាប់ខ្លួនយើងហើយតាំងចិត្តឲ្យខ្ពស់ច្បាស់ចិញ្ចាចល្មមឈោងដៃស្រវាចាប់ដល់តែក៏មិនគួរតម្កល់ទុកខ្ពស់ហួសកម្លាំងដែលអាចធ្វើបានពីព្រោះក្តីសុបិននោះអាចនឹងត្រឡប់คล้ายទៅជាក្តីស្រមើស្រមៃទៅវិញចិន្តនាការនៃក្តីសុបិននឹងជួយឲ្យកើតនូវការកិនចិត្តមោះមុតនិងចោះដុតដៃដុតជើងប្រតិបត្តិដោយមិនចាំបាច់អង្វរកសំពរពីនរណានៅឡើយជើងមិនចាំបាច់ខ្លាចក្រែងមិនចាំបាច់ញឹបញើនៅក្នុងការដែលយើងមានសុបិនដ៏ស្រស់ស្អាតនៅឡើយចូលលោកអ្នកតាំងចិត្តឲ្យមោះមុតរឹងមាំហើយរចនាក្តីស្រមៃនិងគំនិតច្នៃប្រឌិតឲ្យស្រស់ថ្លាធ្វើដោយដៃទាំងពីររបស់ខ្លួនអ្នកទើបជីវិតរបស់អ្នកមានន័យខ្លឹមសារប្រសើរឡើងចូលស្រវាស្រទិញចាប់យកក្តីសុបិនឲ្យបានបើទោះបីជាវាលំបាកលំបិនយ៉ាងណាក្តីឧបសគ្គគ្រាន់តែជាកិច្ចសាកល្បងតែប៉ុណ្ណោះចូលអ្នកមានក្តីសុបិនជានិច្ចឲ្យស្មើចុងស្មើដើមមិនគួររាថយហើយរនៅត្រឹមតែឲ្យផុតមួយថ្ងៃនោះទេចូលសាងសុបិនតាមច្បាប់ផ្ទាល់ខ្លួនរបស់អ្នកកុំខ្លាចក្រែងថាធ្វើមិនបានឬក៏គ្មាននរណាជាមិត្តក្បែរកាយសៀវភៅមួយក្បាលនេះនឹងនៅក្បែរលោកអ្នកផ្ដល់កម្លាំងចិត្តដល់លោកអ្នកនឹងឈានទៅមុខជាមួយនឹងលោកអ្នកព្រមគ្នាយើងនឹងសម្លឹងមើលទៅឲ្យឆ្ងាយផុតជើងមេឃស្រវាចាប់យកដួងតារាតូចធំឲ្យបានដូចជាក្តីសុបិនឈានជើងដើរទៅមុខម្ដងមួយជំហានព្រមគ្នានឹងជួយគ្នាពុះពៀដើម្បីឲ្យក្តីសុបិននោះคล้ายទៅជាការពិតព្រមគ្នាលោកអ្នកយើងត្រូវអត់ធ្មត់ដើរទៅមុខឲ្យដល់គោលដៅនឹមគ្នាឈានទៅមុខម្ដងមួយថ្នាក់នឹមគ្នាឈានទៅឲ្យដល់គោលដៅនាងខ្ញុំជឿថាគ្មានអ្វីនៅក្នុងโลกនេះដែលសម្រេចបានដោយមិនចាប់ផ្ដើមពីការធ្វើម្ដងបន្តិចឬក៏ផ្ដើមធ្វើម្ដងមួយមុខនោះទេលោកអ្នកសាកប្រៀបធៀបទៅមើលថាបើយើងរឹបឲ្យដល់100យើងត្រូវចាប់ផ្ដើមរឹបពីទី1គឺពី1ទៅជាទី2ទី3ទី4រហូតដល់ទី100
សេចក្តីសម្រេចក៏ដូចគ្នាដែរសុភាសិតចិនមួយឃ្លាបានពោលថាសេចក្តីសម្រេចត្រូវចាប់ផ្ដើមពីជំហានដំបូងត្រូវតែសន្សំធ្វើសន្សំចាប់ផ្ដើមពីម្ដងមួយជំហានហើយចុងក្រោយវានឹងបានជោគជ័យឯងគ្រាន់តែវាយូរឬឆាប់តែប៉ុណ្ណោះយើងបានឈានកន្លងភ្នំទៅម្ខាងទៀតយើងមិនអាចឈានកន្លងភ្នំតែម្ដងបានដោយការឈានត្រឹមតែមួយជំហាននោះទេពីព្រោះយើងមិនមែនជាយក្សឯណាយើងជាមនុស្សឬបើមិនដូច្នោះយើងក៏មិនអាចបង្រួមភ្នំឲ្យតូចចុះយើងមិនអាចជប់អ្វីបានតាមចិត្តដើម្បីឈានកន្លងដោយការឈានជើងត្រឹមតែមួយជំហានបានទេព្រោះថាយើងមិនមែនជាមនុស្សវិសេសយើងជាមនុស្សធម្មតាផ្ទុយទៅវិញយើងត្រូវតែឈានកន្លងដុំថ្មមួយដុំដីមួយដុំដុំគ្រួសម្ដងមួយដុំកាលណាតែយើងឈានកន្លងម្ដងមួយដុំរហូតដល់អស់ហើយនោះគឺមានន័យថាយើងឈានកន្លងភ្នំដែលខ្ពស់លលៃបានដែរហើយដូច្នេះសេចក្តីសម្រេចគឺជាការសន្សំម្ដងបន្តិចសន្សំមិនបំបោលសន្សំរហូតដល់ធម្មហិមាឧបសគ្គដែលកើតឡើងតាមផ្លូវប្រៀបដូចជាដុំថ្មហើយវាគ្រាន់តែជាដុំថ្មតូចតាមផ្លូវតែប៉ុណ្ណោះបាននាំវាទៅប្រៀបធៀបជាមួយនឹងគោលដៅដែលជាភ្នំឧបសគ្គនោះក៏ហាក់បីដូចជាតុយល្អិតភ្លាមវាម្នាក់មួយខ្នាតម្នាក់មួយជើងមេឃហើយសូមលោកអ្នកចងចាំទុកថាដុំថ្មតាមផ្លូវមានឲ្យយើងកន្លងមិនមែនមានឲ្យយើងចំពប់ជើងនោះទេប៉ុន្តែបើយើងបានជាចំពប់ជើងដួលក៏ក្រោកឡើងមកហើយក៏ឈានកន្លងទៅវាក៏តែប៉ុណ្្នឹងឯងលោកអ្នកសន្តាប់ជាទីគោរពបើសិនជាយើងចង់ដឹងថាដួងតារាដែលមីដេដាពាសពេញនៅលើណូភេលីមានច្រើនប៉ុណ្ណានោះក៏ត្រូវតែសន្សំរើបម្ដងមួយដួងបើចង់ប្រសពនៅសេចក្តីសម្រេចនៅក្នុងជីវិតក៏ត្រូវតែឈានកន្លងឧបសគ្គឲ្យតើតែបានប្រៀបដូចជាការឈានកន្លងដុំថ្មទៅម្ដងមួយដុំឈានទៅមុខម្ដងមួយថ្នាក់នឹមគ្នាឈានទៅឲ្យដល់គោលដៅលោកអ្នកស្ដាប់ជាទីគោរពដរាបណាលោកអ្នកមានសេចក្តីអត់ធ្មត់ខ្ពស់ពិភពលោកទាំងមូលក៏នឹងคล้ายទៅជារបស់លោកអ្នកពិភពលោកទាំងមូលនឹងបើកផ្លូវឲ្យនរណាក៏ដោយដែលដឹងទិសដៅថានឹងទៅខាងណាឲ្យពិតប្រាកដតើលោកអ្នកធ្លាប់មានអារម្មណ៍ខ្លះទេថាជីវិតខ្វះរសជាតិខ្វះជីវិតជីវ៉ាងប់ងល់តប់ប្រមល់នឹងនៅតែជាមួយនឹងភាពដែលគួរឲ្យធុញទ្រាន់ដោយសារតែខ្លួនឯងមិនដឹងថានឹងធ្វើអ្វីនៅក្នុងមួយថ្ងៃដែរឬទេបើមិនដឹងថានឹងធ្វើអ្វីមិនដឹងថានឹងមានគោលដៅដូចម្ដេចខ្លះនឹងធ្វើឲ្យគ្មានអារម្មណ៍សប្បាយរីឯពេលវេលានៅក្នុងមួយថ្ងៃទៀតសោតក៏ហាក់ដូចជាយូរសែនយូរហាក់ដូចជាត្រឹមមិនបានប៉ុន្តែបើយើងសាកល្បងបែរទៅពិចារណាមើលនៅក្នុងថ្ងៃដែលយើងមានគោលដៅច្បាស់លាស់ដើម្បីនឹងធ្វើអ្វីមួយយ៉ាងឲ្យសម្រេចឬក៏ធ្វើអ្វីមួយយ៉ាងដើម្បីលោកឪពុកអ្នកម្ដាយមិត្តស្រីមិត្តប្រុសសូម្បីតែមិត្តស្និទ្ធស្នាលឬក៏នរណាម្នាក់ក៏ដោយចុះដូចជាចង់គូររូបស្អាតធ្វើជារបស់អំណោយឬក៏កាដូពិសេសចង់អានសៀវភៅយ៉ាងហោចក៏មួយក្បាលឲ្យចាប់ជាដើមយើងក៏នឹងមានអារម្មណ៍ថាពេលវេលាហាក់ដូចជាគួរឲ្យសប្បាយរីករាយហើយវាក៏កន្លងទៅយ៉ាងឆាប់រហ័សបំផុតគោលដៅនៃការមានជីវិតរស់នៅក៏ដូចគ្នាបើលោកអ្នកកំណត់បានថាចង់ក្លាយទៅជាអ្វីចង់ធ្វើរឿងអ្វីចង់ទទួលជោគជ័យនៅក្នុងរឿងអ្វីទើបជីវិតមានរសជាតិប្រសើរឡើងមនុស្សយើងបើមានតែក្តីសុបិនតែមួយមុខប៉ុណ្ណឹងនៅមិនទាន់គ្រប់គ្រាន់នោះទេយើងត្រូវតែមានគោលដៅសម្រាប់ជីវិតទៀតផងកាលបើមានគោលដៅជាខ្សែជ័យហើយក៏នឹងអាចធ្វើអ្វីគ្រប់យ៉ាងបានដូចជាចិត្តប្រាថ្នាពីព្រោះថាលោកទាំងមូលក៏នឹងបើកផ្លូវឲ្យមនុស្សដែលដឹងថាខ្លួនឯងនឹងដើរទៅខាងណាតែប៉ុណ្ណោះលោកអ្នកកាលបើយើងដឹងថានឹងដើរទៅខាងផ្លូវណាក៏រមែងតែដឹងថាត្រូវធ្វើអ្វីទៅខាងឆ្វេងឬក៏ខាងស្ដាំឡើងភ្នំឬក៏ចុះជ្រោះជ្រលងទើបជួយឲ្យទៅដល់គោលដៅបានឆាប់រហ័សឡើងវាប្រៀបបីដូចជាការធ្វើដំណើរពីកន្លែងមួយទៅកាន់កន្លែងមួយទៀតជាការធ្វើដំណើរដោយមានផែនទីធ្វើមិនឲ្យដើរខុសផ្លូវឬក៏វង្វេងផ្លូវឡើយយើងនឹងខូចពេលវេលាជាច្រើនបើយើងដើរផ្លូវដែលខុសឬក៏វង្វេងផ្លូវវិលទៅវិលមកនៅនឹងកន្លែងដដែលខូចពេលទៅទីដូច្នេះបើត្រូវការទទួលជោគជ័យក្នុងជីវិតអ្នកត្រូវតែកំណត់គោលដៅខ្លួនឯងឲ្យច្បាស់លាស់ថាខ្លួនឯងត្រូវការទៅទិសណាមានតម្រូវការអ្វីខ្លះត្រូវការច្រើនឬក៏តិចប៉ុណ្ណាចូលកុំភ្លេចថាបើដឹងថានឹងឈានទៅខាងណាលោកទាំងមូលក៏នឹងក្លាយទៅជារបស់អ្នកភ្លាមលោកអ្នកស្ដាប់ជាទីគោរពពាក្យសុភាសិតមួយបាននិយាយថាអ្នកស៊ូមិនបរាជ័យទេអ្នកបរាជ័យព្រោះតែមិនស៊ូបើថ្ងៃនេះយើងមានអារម្មណ៍រួញរាអស់សង្ឃឹមអស់កម្លាំងចិត្តនៅក្នុងការឈានទៅមុខទៅស្វែងរកជ័យជំនះនោះក៏សាកអានប្រវត្តិរបស់បុគ្គលទាំងនេះលោមើល
ទី1គឺលោក Chin Dominic Baby កាន់ការរកស្លាប់អវយវៈទាំងអស់នៅក្នុងរាងកាយគឺខ្វិនតែម្ដងហើយអាចកម្រើកនិងប្រព្រឹត្តភ្នែកខាងឆ្វេងបានតែម្ខាងប៉ុណ្ណោះប៉ុន្តែកាន់ក៏អាចធ្វើរឿងដែលមនុស្សមានរាងកាយប្រក្រតីភាគច្រើនបំផុតមិនអាចធ្វើបាននោះគឺការសរសេរសៀវភៅដោយអាស្រ័យទៅលើការប្រព្រឹត្តភ្នែកគឺជាសញ្ញាម្ដងមួយតួអក្សរម្ដងមួយតួអក្សរនោះយកមករៀងជាពាក្យជាឃ្លាជាប្រយោគរហូតដល់បានសម្រេចមកជាសៀវភៅមួយក្បាលទី2គឺលោក Chris Mon ជើងខាងស្ដាំរបស់គាត់បានដាច់ដោយសារតែត្រូវក្រឹបបែកហើយតមកក៏ពាក់ជើងសិប្បនិម្មិតប៉ុន្តែគាត់ក៏ជាមនុស្សពិការដំបូងបង្អស់ដែលបានរត់ម៉ារ៉ាតុងឆ្លងកាត់កម្ដៅថ្ងៃដ៏ក្ដៅងំនៅក្នុងទន្លេខ្សាច់សាហារ៉ាអស់ចម្ងាយផ្លូវ250គីឡូម៉ែត្រដើម្បីប្រមូលថវិកាជួយសង្គ្រោះមនុស្សពិការទី3គឺលោកមហាថ្មគុន្ធីនាងខ្ញុំជឿថាលោកអ្នកភាគច្រើនសិតតែបានស្គាល់និងបានដឹងឮអំពីប្រវត្តិរបស់លោកមហាថ្មគុន្ធីគាត់គឺជាអ្នកតស៊ូជាមួយនឹងចក្រភពអង់គ្លេសដោយដៃទទេទាំងពីរដើម្បីឲ្យបានមកនៅឥស្សរភាពរបស់ជនជាតិឥណ្ឌាអស់រយៈពេលជាច្រើនឆ្នាំហើយនៅទីបំផុតគាត់ក៏បានទទួលជ័យជំនះបើទោះបីជាត្រូវប្តូរដោយជីវិតរបស់គាត់ក៏ដោយទី4គឺលោកអាំងលីគឺជាមនុស្សធម្មតាម្នាក់ដែលគ្មាននរណាគិតថាគេនឹងមានកេរ្តិ៍ឈ្មោះល្បីល្បាញបានទេពីព្រោះគេជាមនុស្សដែលអត់ការងារធ្វើជាយូរដល់ទៅ6ឆ្នាំនៅក្នុងរវាងនេះភរិយាគឺជាអ្នកស្វែងរកនិងចិញ្ចឹមគ្រួសារគេបានតែរងចាំឱកាសដើម្បីបានធ្វើការងារដែលខ្លួនស្រឡាញ់ដោយសេចក្តីអត់ធ្មត់ហើយនៅទីបំផុតគេក៏ក្លាយទៅជាជនជាតិអាស៊ីដំបូងគេបង្អស់ដែលបានទទួលពានរង្វាន់អូស្ការនៅក្នុងសាខាអ្នកដឹកនាំរឿងខ្សែភាពយន្តបរទេសពីខ្សែភាពយន្តរឿង Brokeback Mountain បច្ចុប្បន្នមនុស្សទូទាំងពិភពលោកកំពុងតែមើលទៅគេនៅក្នុងខ្សែភ្នែកកោតស្ញប់ស្ញែងលោកអ្នកទាំងនេះមិនមែនព្រោះតែឈាមអ្នកតស៊ូរបស់ពួកគេទេឬដែលធ្វើឲ្យពួកគេអាចយកឈ្នះឧបសគ្គដ៏ធ្ងន់ធ្ងរទាំងអស់នេះបានឬក៏មិនមែនព្រោះតែភាពជាអ្នកតស៊ូរបស់គេទេឬដែលធ្វើឲ្យពួកគេអាចមានជីវិតទៅតាមដែលខ្លួនប្រាថ្នាបាននោះលោកអ្នកកាលបើដូច្នេះយើងមិនគិតសាកល្បងសួរខ្លួនឯងមុននឹងបែរខ្នងឲ្យក្តីសុបិនសិនឬទេថាតើយើងនឹងមានឈាមអ្នកតស៊ូនៅសេសសល់ខ្លះដែរឬក៏អត់កាលបើថ្ងៃនេះនៅល្មមមានពេលវេលាមិនពិបាកពេកទេដែលយើងនឹងប្រើពេលវេលាដែលនៅសេសសល់ដើម្បីស្វែងរកឱកាសនិងតស៊ូជាមួយនឹងរឿងរ៉ាវគ្រប់បែបយ៉ាងដែលឆ្លងចូលមកអត់ធន់លូត្រាតែយកឈ្នះវាឲ្យបានមនុស្សដែលតស៊ូអស់ពីចិត្តបើទោះបីជាមិនអាចឈ្នះនរណាក្តីតែយ៉ាងហោចណាស់គេក៏មានឈ្មោះថាជាអ្នកយកឈ្នះចិត្តខ្លួនឯងបានដែរប៉ុន្តែសម្រាប់មនុស្សដែលមិនតស៊ូក៏តែងតែស្ថិតនៅក្នុងឋានៈអ្នកបរាជ័យជារហូតទៅលោកអ្នកសុភាសិតមួយឃ្លាបាននិយាយថានឹងបរាជ័យឬក៏ជោគជ័យវាស្ថិតនៅលើហារតីរបស់ខ្លួនយើងនេះឯងលោកអ្នកស្ដាប់ជាទីគោរពមិនថាយើងធ្វើកិច្ចការអ្វីក៏ដោយវាសិតតែត្រូវការភាពអត់ធ្មត់និងសេចក្តីព្យាយាមហើយក៏សេចក្តីក្លាហាននៅក្នុងនោះផងដែរការសម្រេចចិត្តរបស់មនុស្សម្នាក់ខុសឬក៏ត្រូវច្រើនតែទៅសរុបគ្នានៅឯលទ្ធផលចុងក្រោយប៉ុន្តែកាលបើសម្រេចចិត្តរួចជាស្រេចទៅហើយយើងក៏ត្រូវតែពុះពៀទៅតាមផ្លូវនោះយ៉ាងក្លាហានបំផុតផ្លូវដែលយើងជ្រើសរើសឲ្យខ្លួនឯងយើងត្រូវតែទទួលខុសត្រូវនិងដើរទៅឲ្យដល់ទីបំផុតបើទោះបីជាគ្រាន់តែជាពាក្យសម្ដីខ្លីៗត្រឹមតែ 2-3 ប្រយោគប៉ុន្តែវាគួរឲ្យពេញចិត្តជាខ្លាំងព្រោះវាបានផ្ដល់នូវមុំគំនិតច្រើនសន្ធឹកសន្ធាប់ជាការពិតណាស់នៅលើមាគ៌ាជីវិតយើងនឹងដើរទៅដូចម្ដេចក៏បានប៉ុន្តែដែលសំខាន់បំផុតនោះគឺត្រូវតែដើរទៅឲ្យដល់គោលដៅមិនថាជាការតាំងបណ្ឌធានការដើរដំណើរជីវិតឬក៏ការចាត់ការបញ្ហាយើងក៏គួរតែប្រកាន់ខ្ជាប់នៅអេរិយាបថដូចនេះទើបជាមនុស្សដែលគួរឲ្យមានមោទនភាពលោកអ្នកផ្លូវដើរតូចកើតចេញពីដានជើងមនុស្សដែលដើរចិនជាច្រើនដងផ្លូវធំកើតពីការសាងផ្លូវរបស់មនុស្សប៉ុន្តែបើទោះបីជាផ្លូវតូចឬក៏ធំកាលបើយើងឈានជើងដើរទៅហើយយើងក៏ត្រូវតែដើរទៅជារឿយៗទើបផ្លូវមួយនោះអាចคล้ายទៅជាផ្លូវដ៏ពិតប្រាកដនៅក្នុងជីវិតរបស់មនុស្សយើងនេះជួនកាលខ្លះយើងអាចនឹងជួបប្រទះនៅសភាពការចាល់ច្រកបានដូចគ្នាប៉ុន្តែបើយើងមិនបាក់កម្លាំងចិត្តមិនទាន់អស់សង្ឃឹមយើងនៅតែតស៊ូអត់ធ្មត់មិនរាថយនៅទីបំផុតនឹងអាចរកឃើញនៅផ្លូវថ្មីដែលភ្លឺស្វាងពីព្រោះថាផ្លូវដែលកើតពីដានជើងដែលចិនតន្ត្រំរបស់មនុស្សសំបីតែវិថីតូចដែលបត់បែនមកលើចង្កេះភ្នំបើមានមនុស្សដើរឆ្លងកាត់រាល់ថ្ងៃ
នៅទីបំផុតក៏នឹងคล้ายទៅជាមាគាដែលធំរៀបស្មើទៅបានបើគិតនឹងរករកវិថីជីវិតថ្មីដែលស្រស់ថ្លារុងរឿងយើងត្រូវតែមានភាពឧស្សាហ៍នៅក្នុងការសិក្សាត្រូវតែមានសេចក្តីព្យាយាមប្រឹងប្រែងយើងមិនគួរចាំតែដើរទៅតាមមាគាដែលបុគ្គលដទៃបានធ្វើទុករួចទៅហើយនោះទេបើចិត្តរបស់យើងជឿជាក់ថាអាចធ្វើបានបើទោះបីជាត្រូវរំកិលភ្នំលុបសមុទ្រនៅទីបំផុតក៏សម្រេចឲ្យទៅតែបានប៉ុន្តែបើចិត្តយើងគិតថាធ្វើមិនបានទេបើទោះបីជាងាយត្រឹមតែក្រឡាប់បាតដៃក៏យើងគ្មានថ្ងៃទទួលបានផលសម្រេចដែរលោកអ្នកការជឿជាក់លើខ្លួនឯងគឺជាការជឿជាក់លើសមត្ថភាពរបស់ខ្លួនកាលបើមានការជឿជាក់ក៏នឹងកើតជាកម្លាំងមានភាពស្វាហាប់ក្លាហានអត់ធ្មត់មិនភ័យខ្លាចរុញរាមិនខ្លាចនៅសេចក្តីលំបាកមានចិត្តពុះពៀដោយគិតថាជោគជ័យឬក៏បរាជ័យអាស្រ័យនៅលើខ្លួនឯងខ្លួនគឺជាទីពឹងរបស់ខ្លួនដួលខ្លួនឯងក៏ក្រោកឡើងដោយខ្លួនឯងខ្ចីច្រមុះអ្នកដតីដកដង្ហើមវាមិនស្រួលនៅឡើយមានតែមនុស្សរឹងមាំតែប៉ុណ្ណោះទើបអាចតាំងចំហនៅក្នុងសង្គមមួយនេះបានមានតែមនុស្សរឹងមាំតែប៉ុណ្ណោះទើបអាចទទួលជោគជ័យនៅក្នុងអាជីពការងារបាននៅក្នុងโลกនេះបើទោះបីជាមានភារកិច្ចធំៗដែលមនុស្សម្នាក់ឯងមិនអាចសម្រេចបានត្រូវអាស្រ័យការរួមសហការគ្នាពីមនុស្សច្រើនគ្នាទើបអាចទទួលជោគជ័យបានប៉ុន្តែមេដឹកនាំត្រូវមានច្រើនជាងនេះទៅទៀតដូចជាភាពរឹងមាំការអត់ធ្មត់ស៊ូទ្រាំជាដើមទើបមិនទទួលការប្រមាថមើលងាយពីជនដទៃនិងអាចទទួលបាននូវការជួយឧបត្ថម្ភគាំទ្រពីអ្នកដទៃផងដែរខ្ញុំជឿជាក់ថាយើងទាំងអស់គ្នាគង់តែមិនមាននរណាម្នាក់ចង់ជួយមនុស្សកំសាមិនស្រឡាញ់ការរីកចម្រើនមិនមាននិន្នាការថានឹងទទួលជោគជ័យពិតទេពីព្រោះហេតុដូច្នេះការជឿជាក់លើខ្លួនឯងភាពរឹងមាំនិងការអត់ធន់ទើបជាបច្ច័យសំខាន់នៅក្នុងការឈានឆ្ពោះទៅកាន់ជោគជ័យការជឿជាក់លើខ្លួនឯងគឺជាគ្រឿងរ៉ាប់រងនៃជ័យជំនះចំណែកឯក្តីរឹងមាំនិងការអត់ធន់គឺជាធម៌ពលកាលបើយើងមានការជឿជាក់ក៏ជាហេតុនាំឲ្យកើតកម្លាំងនៃសេចក្តីរឹងមាំនិងការអត់ធន់កាលបើមានកម្លាំងនៃសេចក្តីរឹងមាំនិងការអត់ធន់ហើយការជឿជាក់នៅលើខ្លួនឯងក៏រឹតតែខ្លាំងទ្វេឡើងទាំងពីរយ៉ាងនេះគាំទ្រគ្នាទៅវិញទៅមកអាចនឹងធ្វើឲ្យជំនះនៅឧបសគ្គបញ្ហាទាំងពួងរឿងដែលលំបាកលំបិនផ្សេងក៏អាចជោគជ័យបានចូលជឿចោះថាអ្នកអាចធ្វើបានហើយអ្នកនឹងអាចធ្វើវាបានយ៉ាងពិតប្រាកដបើចង់ភ្លក់រសជាតិដ៏ផ្អែមល្ហែមរបស់ជីវិតក៏ត្រូវតែមានរបស់ផ្ដោះប្ដូររបស់ទាំងនោះគឺសេចក្តីប្រឹងប្រែងដំណក់ញើសនិងសាច់ឈាមលោកអ្នកបើសិនជាយើងត្រឹមនៅសេចក្តីលំបាកលំបិនមិនបានយើងក៏នឹងត្រូវសេចក្តីទុក្ខលំបាកលំបិននោះវេប្រហារឲ្យដួលរលំទៅនៅពេលនេះពួកយើងកំពុងតែរស់នៅក្នុងសង្គមដែលច្របូកច្របល់ដោយកំពុងតែឈរនៅកណ្ដាលព្យុះដ៏កាចសាហាវព្យុះនឹងញឹមញីយើងគ្រប់ពេលវេលាត្រូវទឿនខ្លួនឯងជានិច្ចថាយើងកំពុងតែប្រឈមមុខជាមួយនឹងព្យុះដ៏អាក្រក់ព្រោះហេតុដូច្នេះយើងត្រូវជឿជាក់លើខ្លួនឯងទើបមិនត្រូវព្យុះបោកបក់ឲ្យដួលផ្ងាក្រោយងើបមុខឡើងដាស់ចិត្តវិញ្ញាណរបស់ខ្លួនឲ្យស្រស់ស្រាយស្វាហាប់យើងក៏នឹងរកឃើញថាខ្យល់ព្យុះគ្រាន់តែបក់ផាត់កកិតរបស់ស្មោករោគដែលនៅជាប់ខ្លួនយើងទៅតែប៉ុណ្ណឹងឯងការជឿជាក់លើខ្លួនឯងគឺជាកម្លាំងជំនឿដែលល្អបំផុតកុំដួលព្រោះតែឧបសគ្គបញ្ហាផ្សេងនៅក្នុងโลกនេះសិតតែមានចម្លើយដ៏សមគួររបស់វាដូចជាសោទាំងអស់ដែលតែងតែមានកូនសោសម្រាប់ចាក់បើកចូលជឿជាក់ចោះថាយើងអាចធ្វើវាបានហើយយើងក៏នឹងអាចធ្វើបានពិតមែនលោកអ្នកជាងខៃឆេកបាននិយាយថាសេចក្តីលំបាកឬក៏ងាយសម្រេចឬក៏ដួលរលំនៃការងារសិតតែអាស្រ័យទៅលើទស្សនៈនិងការសម្រេចចិត្តរបស់យើងខ្លួនឯងយើងមិនគួរវង្វេងនឹងមុនខ្មោចបណ្ដោយឲ្យខ្លួនឯងធ្លាក់ទៅក្នុងអន្លង់នៃសេចក្តីអស់សង្ឃឹមនោះទេនរណាក៏ធ្លាប់មានអំឡុងពេលកើតអារម្មណ៍ទន់ខ្សោយដែរគ្រាន់តែថាយើងនឹងមានវិធីសម្រួលអារម្មណ៍នឹកគិតឲ្យត្រឡប់មកប្រក្រតីវិញដោយមិនដេចបានតែប៉ុណ្ណោះឯងបើយើងមានថាមពលគ្រប់គ្រាន់រឹងមាំគ្រប់គ្រាន់យើងក៏នឹងអាចឆ្លងកាត់ពេលយេអូនដាក់អរចិនបានជានិច្ចនៅលើមាគ៌ាជីវិតបើយើងជួបឧបសគ្គសូមត្រឹមតែយើងទទួលស្ដាប់មតិរបស់អ្នកដទៃត្រួតពិនិត្យសភាពការជំវិញខ្លួនឲ្យបានល្អិតល្អន់ចាំទទួលហេតុការណ៍ផ្សេងយ៉ាងស្ងប់ស្ងៀមបើទោះបីជាឧបសគ្គនោះធំធេងប៉ុណ្ណាយើងក៏នឹងអាចឆ្លងផុតទៅបានពាក្យចាស់បុរាណបានប្រដៅថាចាល់ច្រកខ្លាំងក៏ចូលបដូរវិថីនៅពេលណាក៏នឹងសប្បាយនៅពេលនោះត្រូវតែមានចិត្តមិនរួញរាថយក្រោយចំពោះឧបសគ្គជាដាច់ខាតមាគ៌ាដ៏រលាក់ទើបនាំឲ្យមានការធ្វើផ្លូវដ៏រាបស្មើទៅបាន
នៅកណ្ដាលភាពងងឹតចូលកំព្រឺខ្លាចសំត្រឹមតែមានសេចក្តីជឿជាក់និងសេចក្តីស្រឡាញ់យើងក៏នឹងអាចឈានទៅខាងមុខបានចូលកំងាករេដាច់ខាតកាលបើគិតឡើងភ្នំឲ្យដល់កំពូលយើងត្រូវតែបញ្ចេញកម្លាំងទន្ទឹមនឹងនេះក៏ប្រយ័ត្នប្រយែងនិងអត់ធន់នៅពេលដែលយើងឡើងទៅកាន់តែខ្ពស់ក៏កាន់តែអាចមើលឃើញទស្សនីយភាពខាងមុខបានកាន់តែច្បាស់ការតស៊ូដែលកើតឡើងតាមផ្លូវមានឱកាសបានជោគជ័យគ្រប់គ្រាវិធីដែលរលាករលែកគឺជាកន្លែងហាត់ពុតលត់ដំឲ្យយើងមានសេចក្តីអត់ធ្មត់មាគាដែលពោពេញទៅដោយអនរាយគឺជាកន្លែងវឹកហាត់ឲ្យយើងកើតនៅសេចក្តីក្លាហានផ្លូវដែលងងឹតធ្វើឲ្យយើងអាចវែកញែកចិត្តមនុស្សបានថាខ្ពង់ខ្ពស់ឬក៏ទាបថោកវិធីនៃជីវិតរបស់មនុស្សយើងប្រៀបដូចជាផ្លូវដើរដែលរលាករលែកអនរាយនិងងងឹតងងល់រកភាពជាក់លាក់មិនបានមានតែមនុស្សដែលមិនខ្លាចសេចក្តីលំបាកលំបិនតែប៉ុណ្ណោះទើបអាចដើរនៅលើវិថីមួយនេះបានយ៉ាងក្លាហានហើយបើជំហានទៅមុខយ៉ាងពុះពីម្នាក់ហើយនៅទីបំផុតក៏នឹងអាចច្នៃប្រឌិតអនាគតរបស់ខ្លួនឯងបានយ៉ាងជោគជ័យលោកណាប៉ូលីអុងនិយាយថាវិធីគេចវេះពីបរាជ័យដែលល្អបំផុតនោះគឺសម្រាប់ចិត្តយកជ័យជំនះមកជារបស់យើងឲ្យបានតែម្ដងទៅជោគជ័យដ៏ធំធេងកើតឡើងដោយសារតែយើងផ្ទេរកម្លាំងកាយចិត្តទាំងអស់ឆ្ពោះទៅកាន់គោលដៅដែលបានកំណត់ត្រាទុកជាការពិតបើទោះបីជាមនុស្សមានសមត្ថភាពជាមធ្យមបើមានការផ្ដោតចិត្តវិញ្ញាណមានការពុះពៀមានសេចក្តីប៉ុនប៉ងបំណងប្រាថ្នារបស់យើងក៏នឹងคล้ายទៅជាការពិតឧបសគ្គបញ្ហាសេចក្តីលំបាកផ្សេងដែលយើងកំពុងតែជួបប្រទះមិនមែនជាបច្ច័យដែលនាំឲ្យយើងបរាជ័យពិតប្រាកដឡើយហើយផ្ទុយទៅវិញវាគឺជាមេរៀនដែលមិនអាចកាត់ថ្លៃបានយើងគួរតែអរគុណវាទៅត្រឹមត្រូវព្រោះវាគឺជាបច្ច័យដែលលត់ដំឲ្យយើងរឹងមាំឡើងមានបទពិសោធន៍កាន់តែច្រើនឡើងនៅចំពោះមុខមនុស្សដែលរឹងមាំពេញព្រៀបទៅដោយធម៌ពលនៃការឧស្សាហ៍ព្យាយាមសេចក្តីទុក្ខលំបាកនិងភ័យអន្តរាយខ្លាំងក្លាប៉ុណ្ណាក៏មិនអាចបំផ្លិចបំផ្លាញគេបានដោយបំណធានដ៏ស្វាហាប់និងដោយកម្លាំងពលំបុករុកទៅមុខមិនរួញរាឧបសគ្គបញ្ហាទាំងពួងនឹងត្រូវបានទម្លាយចុះនៅចំពោះមុខរបស់ពួកគេមានតែវិធីនៃជោគជ័យនិងរឹងមាំហើយរាបស្មើលោកអ្នកខាល់រ៉េនិយាយថាមនុស្សដែលទន់ខ្សោយបំផុតបើទោះបីជាលះបង់កម្លាំងកាយចិត្តពេញទំហឹងធ្វើរឿងអ្វីមួយក៏អាចនឹងទទួលផលសម្រេចបានដែរហើយផ្ទុយទៅវិញមនុស្សដែលរឹងមាំបំផុតបើចាប់ការងារច្រើនយ៉ាងពេកក៏នឹងមិនទទួលផលសម្រេចអ្វីឡើយសូម្បីតែម្យ៉ាងការដែលគម្រោងការម្យ៉ាងអាចសម្រេចជោគជ័យបាននោះត្រូវតែអាស្រ័យបច្ច័យជាច្រើនយ៉ាងប៉ុន្តែបច្ច័យដែលសំខាន់បំផុតក៏គឺត្រូវតែមានសមាធិនិងលះបង់កម្លាំងកាយចិត្តដើម្បីការងារទាំងនោះមានមនុស្សសួរមេងជឿថាតើធ្វើដូចម្ដេចទើបមានចំណេះដឹងមេងជឿក៏តបថាមិនចាំបាច់ធ្វើអ្វីទាំងអស់ក្រៅពីធ្វើចិត្តឲ្យទំនេរចម្លើយរបស់មេងជឿខ្លីៗងាយប៉ុន្តែស៊ីជម្រៅមេងជឿបង្រៀនឲ្យមនុស្សយើងធ្វើចិត្តឲ្យទំនេរនោះគឺឲ្យមានសមាធិមិនគិតច្របូកច្របល់នៅពេលដែលចិត្តស្ងប់ហើយក៏នឹងអាចសិក្សាឬក៏ធ្វើអ្វីក៏ល្អទាំងអស់លោកអ្នកបើមនុស្សម្នាក់មិនមានសេចក្តីក្លាហានអត់ធ្មត់មិនមានកម្លាំងគ្រប់គ្រាន់នៅក្នុងការពុះពៀឧបសគ្គឲ្យដល់គោលដៅដែលបានតាំងទុកមិនមានសេចក្តីរឹងមាំអត់ធន់មិនមានសេចក្តីព្យាយាមប្រឹងប្រែងតស៊ូដើម្បីប្រយោជន៍សុខរបស់ខ្លួនឯងនិងមនុស្សជាតិមនុស្សម្នាក់នោះរមែងតែមិនបានជោគជ័យនៅក្នុងជីវិតឡើយសេចក្តីក្លាហាននៅក្នុងជីវិតរបស់មនុស្សយើងនឹងប្រកាសជាចេញមកជា3រូបបែបគឺសេចក្តីក្លាហានខាងរាងកាយសេចក្តីក្លាហានផ្នែកចិត្តវិញ្ញាណនិងសេចក្តីក្លាហានខាងសតិបញ្ញាសេចក្តីក្លាហានធ្វើឲ្យមនុស្សយើងហ៊ានត្រដាងកាយតស៊ូដើម្បីសិទ្ធិរបស់ខ្លួនឯងនិងអ្នកដទៃសេចក្តីក្លាហានដែលមានកិត្តិយសបំផុតគឺសេចក្តីក្លាហានកសាងប្រទេសជាតិមនុស្សដែលមានសេចក្តីក្លាហានគឺជាមនុស្សដែលមានសន្តានចិត្តល្អចេះយល់ចិត្តយល់ថ្លើមអ្នកដទៃមិនចងអាឃាតព្យាបាទលោកអ្នកស្ដាប់ជាទីគោរពមនុស្សជាច្រើនតែងតែដកដង្ហើមធំទាំងអស់សង្ឃឹមនៅក្នុងជីវិតគិតថាជីវិតដូចក្តីសុបិនដូចជាជីវិតប៉ុន្តែក៏មានមនុស្សជាច្រើនយល់ឃើញថាជីវិតដូចជាទៀនមួយដើមរាប់តាំងពីវិនាទីដំបូងដែលអុជភ្លើងបំភ្លឺឡើងវាក៏ធ្វើតួនាទីដឹកនាំអ្នកឆ្ពោះទៅរកភាពភ្លឺស្វាងរហូតទៅជីវិតរបស់មនុស្សយើងប្រៀបដូចជាផ្លូវដែលមានផ្លូវទៅតែម្យ៉ាងគឺ only one way មិនមានផ្លូវត្រឡប់ក្រោយទេហេតុដូច្នេះនៅពេលដែលយើងកើតជាមនុស្សត្រូវតែហ៊ានលត់ដំអត់ធ្មត់ខ្លួននៅកណ្ដាលសេចក្តីទុក្ខលំបាកទើបជីវិតយើងរឹងមាំស្វាហាប់មានជីវិតជីវ៉ាហើយបើរវល់តែខ្លាចនោះក្តីកង្វល់នេះជីវិតក៏នឹងត្រូវតែសេចក្តីទុក្ខលំបាកទាំងនេះស៊ីក៏គេរហូតដល់ថ្ងៃខ្សិនខ្សៃ
ដូច្នេះជាចុងក្រោយមិនថាលោកអ្នកធ្វើអ្វីក៏ដោយយើងគួរតែមានកម្លាំងចិត្តស៊ូស្លាប់ហ៊ានទៅខាងមុខយ៉ាងក្លាហានទើបនឹងមានថាមពលហើយក៏មានឱកាសបានទទួលជោគជ័យ